កូនឆ្លុះគ្នាដុតផ្ទះបណ្ដាលឲ្យឆេះស្លាប់ស្ត្រីម្នាក់រួមទាំងបំផ្លាញផ្ទះអស់11ខ្នងភ្នំពេញស្ត្រីម្នាក់បានស្លាប់និងបុរសម្នាក់បានរងរបួសធ្ងន់ធ្ងរក្នុងឧបទ្ទវហេតុគ្រោះអគ្គិភ័យឆេះផ្ទះអស់11ខ្នងនាវេលាម៉ោង 8 យប់ថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2025 នេះហេតុការណ៍នេះកើតឡើងដោយសារតែកូនឆ្លុះគ្នាដុតផ្ទះបង្កជាអគ្គិភ័យបែបនេះនៅចំណុចផ្លូវលំស្ថិតក្នុងភូមិរលួសសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញប្រជាពលរដ្ឋមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 8:50 នាទីយប់ថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2025 ស្ថិតនៅចំណុចផ្លូវលំភូមិរលួសសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញហេតុការណ៍អគ្គិភ័យឆាបឆេះនេះបណ្ដាលមកពីកូនឆ្លុះគ្នាដុតផ្ទះបង្កជាអគ្គិភ័យនេះធ្វើឲ្យឆេះខូចខាតផ្ទះឈើប្រក់សង់អាស័យចំនួន1ខ្នងនិងបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងអស់ចំនួន10ខ្នងរួមទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃទាំងអស់ក្នុងហេតុការណ៍នេះមានស្ត្រីម្នាក់ស្លាប់និងបុរសម្នាក់រងរបួសធ្ងន់ធ្ងរការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់បែបនេះនៅថ្ងៃទី 22 ខែវិច្ឆិកាលោកឧត្តមសេនីយ៍ឯកព្រំយកនាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលាដើម្បីកុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះបន្ថែមទៀតក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន9គ្រឿងក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញចំនួន8គ្រឿងដោយប្រើប្រាស់ទឹកអស់18ឡានស្មើនឹង106ម៉ែត្រគូបនិងរថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន1គ្រឿងដោយប្រើប្រាស់ទឹកអស់ចំនួន2គ្រឿងស្មើនឹង12ម៉ែត្រគូបដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះគឺជាប្រភេទផ្ទះប្រក់សង់អាស័យទំហំ3ម៉ែត្រគុណនឹង6ម៉ែត្រនិងបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងអស់ចំនួន10ខ្នងរួមទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃទាំងអស់ករណីអគ្គិភ័យនេះត្រូវបានកងកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង 11:30 នាទីយប់នាថ្ងៃទី 21 ខែវិច្ឆិកាដដែលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានបញ្ជាក់បែបនេះនៅបណ្ដាញសង្គម Facebook តាមការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះប្រតិបត្តិការពន្លត់អគ្គិភ័យនេះធ្វើឡើងតាមការបញ្ជារបស់លោកឧត្តមសេនីយ៍ឯកជួននរិនស្នងការនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញដែលបានណែនាំដល់កងកម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាបាទសូមអរគុណ